ម៉ែធ្លាប់និយាយថាពេលកូនមានប្តីក្នុងនាមកូនជាស្រីកូនក៏បីរក្សាចិត្តឲ្យដូចជាទឹកចិត្តកូនត្រូវត្រជាក់មិនថាឡើយកូនទទួលពាក្យធ្ងន់ស្រាលត្រគោះបោកឬក៏រអ៊ូរទាំពីប្តីកូនពងគួរក៏បីនិយាយឲ្យញាតិបានឮឡើយពាក្យចាស់និយាយថាក្អែកមួយទៅជាក្អែក10មាត់អ្នកដតីនិយាយតពីមួយទៅមួយវាឮបានឆ្ងាយហើយសម្ដីនោះទៀតសោតក៏មិនដូចពាក្យដើមដែលកូនបានប្រាប់គេនោះដែរទោះបីកូនខឹងប្តីក៏ដោយក៏កូនពុំគួរទុកចង្ក្រានចោលដោយមិនរវល់រឿងឆ្នាំងចានបាយម្ហូបឡើយកុំប្រើពាក្យជេរប្រមាថមើលងាយមើលថោកប្តីព្រោះក្តីសុខរលាស់ចេញពីផ្ទះទៅម្ដងបន្តិចហើយក្តីក្តៅក្រហាយនឹងហូរចូលមុខរាល់ថ្ងៃកុំប្រៀបធៀបប្រុសដតីជាមួយប្តីកូនព្រោះប្តីកូនជាមនុស្សប្រុសដែលកូនបានក្រាបក្បាលនឹងកន្ទេលនៅនឹងមុខឪពុកម្ដាយសាច់ញាតិចិត្តឆ្ងាយទាំងសងខាងឯប្រុសដតីក៏កូនពុំគួរប្រៀបធៀបក្នុងន័យថាប្តីកូនក្រាន់បើជាងគេនោះដែរពេលខ្លះគេត្រូវនៅស្ងៀមម្នាក់ឯងសូមកូនកុំទៅរំខានគេអីព្រោះមនុស្សយើងម្នាក់សុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួនមួយវិញទៀតកូនកុំចេះតែប្រើការសង្ស័យមិនល្អលើគេព្រោះការសង្ស័យនោះហើយជាមូលហេតុនាំឲ្យកូនមានការទាស់ទែងឆ្លោះកូនកុំច្រណែនដែលឃើញគូគេបានសុខជាគូកូនតែកូនត្រូវរកឲ្យឃើញពីមូលហេតុដែលធ្វើឲ្យកូនបាត់បង់ក្តីសុខនោះឲ្យបានកូនត្រូវចាំថាមនុស្សប្រុសមិនដូចកូនទេគេចិត្តដាច់ជាងយើងជាស្រីហើយកំហឹងក៏ឆាប់កើតឡើងដូចងាយមកពីមិនដូចគ្នានេះហើយទើបមនុស្សប្រុសជាគូនឹងមនុស្សស្រីព្រោះមនុស្សស្រីទន់ភ្លន់ងាយសម្រត់ច្រើនជាងប្រុសពេលខ្លាចខ្លួនជាម្ដាយគេកូនច្បាស់ជានឹកឃើញដល់ម៉ែមុនគេនៅពេលដែលកូនពិបាកនឹងប្រដាកូនវាមិនខុសគ្នាទេម៉ែក៏ធ្លាប់ជាកូនស្រីរបស់លោកយាយឯងម៉ែអាចដឹងបាននៅពេលដែលម៉ែនិយាយទៅឯងមិនស្ដាប់ប្តីកូនប្រកាសជាស្រឡាញ់កូនបើមិនដូច្នេះទេតើគេចូលមកដណ្ដឹងកូនរៀបការជាមួយកូនធ្វើជាស្វាមីកូនហើយធ្វើជាឪពុករបស់ចៅម៉ែបានយ៉ាងម៉េចកើតដូច្នេះបើគ្មានមូលហេតុដែលគេត្រូវបោះបង់កូនគេនឹងមិនបោះបង់កូនទេមនុស្សប្រុសទោះបីអភ័យទោសឲ្យកូនក៏ដោយតែគេមិនដែលភ្លេចពីកំហុសរបស់កូនទេដូច្នេះបើកូន